បាទផ្សាយជូនបងប្អូនស្ដាប់កំសាន្តជាពិសេសបាទនេះទ្រូងអើយស្ទើរប្រេះជួរឿងខ្លោចផ្សាឪពុកស្លាប់ចោលភ្នែកក៏ពិការសុំទៀនតាមផ្សារទុកបរិភោគជីវិតអនដែរនៅលើផ្ទៃទឹកតងតូចប្រក់ស្លឹកខ្យល់បកយល់យល់ពេលមានព្យុះភ្លៀងតតែខ្លួនចូលខ្ញុំអង្គុយងោករងាញ័រឈឺគ្មានថ្នាំព្យាបាលទុកមុនមិនស្រាលថែកូន5នាក់ក៏ពិការមិនអាចពឹងពាក់តើនោះណាម្នាក់អាចជួយបានរស្មីជីវិតងងឹតសួនសងនៅក្នុងអន្លង់ខំក្រាស់ជាប់ប្រាណតើថ្ងៃណាទៅរូបខ្ញុំបានសុខសេមខ្សាននៅក្នុងគ្រួសារអរគុណបងៗទាំងអស់គ្នាសម្រាប់ស្នូលទាំងដៃដោយសេចក្តីស្រឡាញ់បាទអរគុណមែនទែនម្ដាយក៏ឈឺគ្មានថ្នាំព្យាបាលទុកធ្ងន់មិនស្រាលថែកូន5នាក់បងក៏ពិការមិនអាចពឹងពាក់តើនោះណាម្នាក់អាចជួយបានរស្មីជីវិតងងឹតសួនសងនៅក្នុងអន្លង់កម្មក្រាស់ជាប់ប្រាណតើថ្ងៃណាទៅព្រោះខ្ញុំបានសុខសេមខ្សាននៅក្នុងគ្រួសារ
គុណច្រើនបាទឥឡូវជាបន្តផ្ដល់វេទិកាជូនទៅកាន់បងវិធីកមកវិញបាទអត់ទេបងដោយសារតែបទចម្រៀងមួយបទនេះវាចាក់ដោតពេកបងសម្លាញ់អរគុណបងអញ្ចឹងក្នុងនាមខ្ញុំគឺជាក្មេងកំសត់ម្នាក់ដែរនៅពេលដែលបានស្ដាប់បទចម្រៀងនេះហើយទប់ទឹកភ្នែកអត់ជាប់បាទព្រោះជាមួយនឹងអត្តន័យដែលអរគុណវាត្រូវរឿងច្រើនបាទហើយត្រូវជាមួយនឹងសម្លេងរបស់បងដែលផ្អែមពីរសស្ដាប់ហើយគឺមានអារម្មណ៍ថាហេតុអីក៏ជីវិតកំសត់ម្លេះបាទកំសត់មែនតើអរគុណច្រើនបងអរគុណបងមែនតើសម្រាប់ការផ្ដល់កិត្តិយសថ្ងៃនេះខ្ញុំពិតជារំភើបនៅពេលដែលបានមិនត្រឹមតែបានរួមការងារជាមួយបងទេបាទពួកយើងដូចជាគ្រួសារតែមួយជ្រុកនៅក្នុង W King តែមួយណាដំបូលផ្ទះតែមួយអញ្ចឹងខ្ញុំពិតជាមានភាពរីករាយមែនតើអញ្ចឹងសង្ឃឹមថាពួកយើងនឹងរីកចម្រើនទៅមុខជាមួយគ្នាបន្តទៀតចាំថាបងយឿនពិសីក៏គាត់មានលក់គ្រប់ផលិតផលរបស់ W King តែម្ដងបងណាបាទនិយាយទៅអ្នកលក់ដែរឥឡូវនេះលក់ធុងបាសដែរលក់ speaker ដែរអរគុណណាស់ជាចុងក្រោយខ្ញុំអត់មានអីក្រៅពីម្រាមដៃ10គោរពអរគុណបងប្អូនពុកម៉ែទាំងអស់ដែលកំពុងតែមានវត្តមានទស្សនាផ្ទាល់គឺថានៅជុំវិញនេះច្រើនបាទអរគុណមែនតើអរគុណបងទាំងអស់គ្នាជាពិសេសអរគុណសម្រាប់ Snow ផ្ទះដៃនៃឱកាសសម្រាប់ខ្ញុំតាមពិតទៅចង់និយាយថាខ្ញុំសប្បាយចិត្តពីព្រោះតានៅពេលដែលខ្ញុំបញ្ចេញសមត្ថភាពហើយលឺសំឡេងផ្ទះដៃមិនមែនផ្ទះដៃធម្មតាគឺផ្ទះដៃដោយសេចក្តីស្រឡាញ់ពីបងទាំងអស់គ្នាដែលផ្ដល់មកកាន់ខ្ញុំពិតជាមានអារម្មណ៍ថាសប្បាយចិត្តនិងអរគុណបងទាំងអស់គ្នាមែនតើខ្ញុំមានតែពាក្យជូនពរឲ្យបងទាំងអស់គ្នាដែលនៅទីនេះជួបប្រទះតែសេចក្តីសុខជួបប្រទះតែភាពជោគជ័យនិងរីកចម្រើនមិនថាបងប្រកបការងារអីសូមឲ្យរីកចម្រើនគ្រប់ភារកិច្ចការងារទាំងអស់ខ្ញុំអរគុណមែនតើបងទាំងអស់គ្នាបាទអរគុណសម្រាប់ទឹកចិត្តស្រឡាញ់និងក្តីស្រឡាញ់ដែលបងមានចំពោះខ្ញុំបាទអរគុណមែនតើបងសូមសំឡេងជូនបងឲ្យខ្លាំងម្ដងទៀតមកបងប្អូនទាំងអស់គ្នាបាទយើងនឹងជួបជាមួយនឹងបងយឿនពិសីនៅក្នុងកម្មវិធីក្រោយជាច្រើនទៀតអរគុណមែនតើបងសម្រាប់ការផ្ដល់កិត្តិយសនៅក្នុងថ្ងៃនេះអរគុណវេទិកាជូនទៅកាន់បងប្អូនទាំងអស់គ្នាមកបញ្ចេញសមត្ថភាពទៀតបាទអរគុណច្រើន